ក្នុងឆ្នាំ1950អ្នកវិទ្យាសាស្ត្រដឹងថា DNA គឺជាអ្នកផ្ទុកព័ត៌មានទាំងអស់នៃសែនប៉ុន្តែពួកគេមើលមិនឃើញរូបរាងរបស់វាឡើយប្រសិនបើអ្នកមិនដឹងពីរូបរាងអ្នកនឹងមិនអាចដឹងពីរបៀបដែលវាធ្វើការបានដែរនៅសាកលវិទ្យាល័យ Cambridge បរិសុទ្ធវ័យក្មេងពីរនាក់គឺ James Watson និង Francis Crick កំពុងព្យាយាមបង្កើត model DNA ចេញពីដែកនិងក្រដាសពួកគេដូចជាអ្នកលេងល្បែងផ្គុំរូបដែលគ្មានរូបភាពគំរូនេះឯងពួកគេត្រូវការផុសតាងវិទ្យាសាស្ត្រពិតប្រាកដហើយផុសតាងនោះស្ថិតក្នុងដៃស្ត្រីម្នាក់ដែលពូកែខាងថតកាំរស្មី X បំផុតគឺលោកស្រី Rosalind Franklin ជាស្ត្រីម៉ត់ចត់បំផុតនាងបានចំណាយពេលរាប់រយម៉ោងដើម្បីថតរូបកោសិកា DNA ឲ្យបានច្បាស់បំផុតរហូតដល់ថ្ងៃមួយនាងបានថតរូបមួយសន្លឹកដែលមានឈ្មោះថា Photo 51រូបថតនោះបង្ហាញពីសញ្ញាខ្វែងគឺអក្សរ X យ៉ាងច្បាស់ដែលជាភស្តុតាង DNA ដែលមានទម្រង់ខ្សែស្រឡាយ2រិញចូលគ្នា double helix ប៉ុន្តែ Rosalind ជាមនុស្សម្នាក់ដែលចង់ប្រកបប្រជាទើបមិនបញ្ចេញព័ត៌មាននាងមិនដឹងទៀតថាមិត្តរួមការងាររបស់នាងបានលួចយករូបថតនោះទៅបង្ហាញ Watson និង Crick ជាសម្ងាត់ដោយគ្មានការអនុញ្ញាតពីនាងឡើយនៅពេល Watson ឃើញរូបថត51នោះភ្លាមគាត់បាននិយាយថាគ្រាន់តែឃើញភ្លាមខ្ញុំចំហមកថ្លង់ហើយបេះដូងខ្ញុំចាប់ផ្ដើមលោតញាប់ព្រោះវាគឺជាចម្លើយដែលខ្ញុំតាមរកពេញមួយជីវិត